សួស្តីប្រិមិត្តក៏ដូចជាសូមស្វាគមន៍មកកាន់នៅការបត់បង្ហាញរបៀបនៃការដំឡើង Windows Server 2022 ជំហានដំបូងប្រិមិត្តទាំងអស់គ្នាត្រូវដឹងថាតើតម្រូវការ hardware ដែលអាច support ជាមួយនឹង Windows 2022 តើតម្រូវការប៉ុណ្ណាអញ្ចឹងថ្ងៃនេះយើងនឹងបង្ហាញខ្ញុំនឹងបង្ហាញអូខេយើងអាច check Google ក៏បាននៅក្នុងនេះខ្ញុំតម្លើងតាម VMware Client អញ្ចឹងអាចមើលឃើញថា memory គាត់ថាទៅការ 2G ក៏បានដែរហើយ CPU 2 core ទៅចំណែក hard disk ត្រឹមតែ minimum មានតែតិចបំផុតគឺ 60G ទៅបានហើយអញ្ចឹងការតម្លើង Windows Server 2022ហ្នឹងគឺវាប្រហាក់ប្រហែលសឹងតែដូចគ្នាជាមួយនឹង Windows 10 ឬក៏ Windows 11 Pro ដូចគ្នាតោះឥឡូវតាមដានហើយនឹងតាមទស្សនាបងប្អូនអូខេឥឡូវនេះយើងចាប់ដើម boot ចេញពី USB flash មួយដែលយើងបានធ្វើវាមួយរួចហើយឥឡូវនេះយើងចាប់ដើមចុច any key មួយដើម្បីបន្តទៅមុខទៀតអញ្ចឹងការដែលតម្លើងវា step ទី1 step ទី2ដូចជា Windows 10 Windows Pro ដូចគ្នាដែរឥឡូវជាពេលវេលាមួយយើងត្រូវរើសភាសាហើយយើងចុច next តទៀតតមកយើងចុច install បន្ទាប់ពីយើងចុច install មកគេឲ្យរើសយក Windows ប្រភេទណាដើម្បីតាមតម្រូវយើងអញ្ចឹងនៅកន្លែងនេះគឺវាមាន option ជាច្រើនទៅតាមប្រភេទដែលយើង download ប៉ុន្តែយើងជ្រើសរើសយកប្រភេទ desktop វាសំដៅទៅលើ interface ដែលវាមានរូបរាង server ហ្នឹងរូបរាងដូចជា desktop ពេលដែលយើងតម្លើងរួចណាចាំបើយើងតម្លើងរួចយើងអាចឃើញឥឡូវ case study យើងរើសយកប្រភេទ desktop នៅកន្ទុយណាមានន័យថា interface ដូច desktop នៅកន្ទុយអញ្ចឹងបន្តមកយើងសេលេច agree ទៅលើ license បន្តមកយើងចុច next អូខេកន្លែងនេះគឺជាកន្លែង2យើងជ្រើសរើសមួយ upgrade មួយ customize អញ្ចឹងខ្ញុំរើសយក customize ឥឡូវយើង customize ហើយខ្ញុំអត់បែងចែក partition ទេគឺខ្ញុំចុច next តែម្ដងគឺសំដៅទៅលើខ្ញុំបង្កើតតែមួយ partition ស្មើនឹងមួយ drive បន្ទាប់ពីយើងតម្លើង Windows ហើយអូខេ step នេះចំណាយពេលរៀងយូរបន្តិចអញ្ចឹងយើងនឹងតាមដាននៅពេលដែលយើង Windows រួចរាល់ហើយណាបាទឥឡូវនេះ Windows យើងបានតម្លើងរួចហើយ interface វារូបរាងដូចជា desktop ដូចជា Windows 2011 2010ដូចគ្នាអញ្ចឹងដែរអញ្ចឹងវាងាយស្រួលសម្រាប់ user សម្រាប់ administrator ដើម្បីងាយស្រួលក្នុងការប្រើប្រាស់វាអត់សាំញ៉ាំឬក៏មួយថាវាអត់សាំញ៉ាំឬក៏មួយទៀតមិនថាចាំបាច់ថាយើងjust ប្រើប្រាស់នៅក្នុងserver ផ្សេងទៅplatform ផ្សេងទៅចំណែក client platform ផ្សេងទៅវាធ្វើឲ្យការប្រើប្រាស់ក៏ដូចជា IT មានការស្មុគស្មាញឬក៏មានការយល់ច្រឡំខ្លះនេះគឺសម្រាប់ management ហើយ server គឺវាមានច្រើនប្រភេទទៅតាមតម្រូវការរបស់ស្ថាប័នមួយឧទាហរណ៍ដូចជា Windows Server សម្រាប់លក្ខណៈគេហៅថា file server database server application server email server hosting server ឬ email server website server អីចឹងទៅតាមប្រភេទនៃក្នុងការប្រើប្រាស់អញ្ចឹងក្នុងការបង្ហាញរបៀបនៃការតម្លើង server 2022ខ្ញុំបង្ហាញសិនណាខ្ញុំបង្ហាញតែវាជាប្រភេទ server 2022សិនអូខេនេះWindows Server 2022 standard